នេះជាមកក្រាសាថ្ងៃនេះប៉ុន្តែយើងមកសម្ដែងរឿង season 4ដល់គ្នាហើយប៉ុន្តែខ្ញុំអត់ចង់និយាយច្រើនទេយើងចូលសាច់រឿងរបស់យើងបន្តទៅមកជួយមកយើងគាត់និយាយថាព្រះអង្គចាស់ទី7គឺយន្តហោះមានដល់របស់គេគឺជាសាសពរបស់តុលាការហើយស្លាប់ក្នុងពលកម្មរាល់ប្រពន្ធចុះទាំងអស់សុទ្ធតែមានកូនរៀងៗខ្លួនដូច្នេះគេត្រូវបានចិញ្ចឹមឡើងដោយអ្នកបម្រើតែម្នាក់ឯងដោយគ្មានអ្នកណាពាក់ព័ន្ធឡើយគេពិតជាមើលមិនឃើញទោះបីជាគេមិនចូលរួមក្នុងវិធីជប់លៀងនៅវាំងក៏គ្មាននរណាម្នាក់ដឹងដែរអ្នកគ្នានិយាយចឹងទៅខ្ញុំពិចារណាគួរចង្ហឹមមែនតើគេមានអាកប្បកិរិយាផែនការសុភាពរាបសារនិងស្ដាប់បង្គាប់ប៉ុន្តែពិបាកចូលទៅចិត្តគេក៏មិនដែលជាសិទ្ធស្និទ្ធជាមួយនឹងអ្នកណាដែរអ្នកគ្នាកន្លែងនេះក្រៅមាត់អ្នកគ្នាហើយតាមមកគឺរបស់យើងបាននិយាយថាមិនឆ្ងល់ទេចង់ថាហេតុអ្វីកន្លែងរបស់គេនៅដាច់ពីគេតាមមកគឺបាននិយាយបន្តទៀតថាចឹងគេមិនងាយបាត់បង់ការប្រុងប្រយ័ត្នផងដែរតាមមកគឺរបស់យើងបាននិយាយថាចឹងតែគេមានទម្លាប់អ្វីដែលគេចូលចិត្តអត់ហើយជួបរបស់យើងបាននិយាយថាគេចូលចិត្តផឹកតែជាចន្ទ្រីលេងជាមួយបាក់សីហើយឡាក់ហើយគាត់បាននិយាយថាទម្លាប់ទាំងអស់នេះដោយលោកតាម្នាក់នៅជាន់ខាងក្រោមអាផាតមិនរបស់ខ្ញុំដែរជាហើយគាត់មានន័យថាជារករបស់ជនហឹងដូចជាមនុស្សចាស់អ្នកគ្នាបាននិយាយបន្ថែមថាគួរយន្តហឹងចូលចិត្តតាមផ្កាបំផុតជាហើយក៏បាននិយាយថាការនេះអាចបញ្យល់បានហើយថាហេតុអ្វីបានជាពេលនោះអនុគតរបស់គេថយចូលដល់ម្លឹងគេនិយាយទាំងសប្បាយចិត្តនិយាយថាខ្ញុំមានកំណត់មួយហើយមកគេក៏បានកាត់ទៅប្រស្អែកដែលអ្នកបារាណនោះក៏បាននិយាយថាព្រះម្ចាស់បីនឹងហុយមកម្ដងទៀតហើយគាត់កំពុងនៅខាងក្រៅពេលនេះហើយនោះគឺជាព្រះអង្គម្ចាស់សៀវហុយនឹងអ្នកគ្នាតែឈ្មោះគាត់ច្រើនពេកគេហៅទាំងពេលនេះហុយផងសៀវហុយផងចឹងខ្ញុំមកស្រួលហើយខ្ញុំហៅថាចៅយាយចុះអ្នកគ្នាគេហៅសៀវហុយថាចៅយាយអ្នកគ្នាខ្ញុំហៅគាត់ចៅយាយវិញព្រោះជាហឹងរបស់យើងទ្រង់ក៏បាននិយាយថាប្រាប់គេទៅថាថ្ងៃនេះយើងមិនទទួលភ្ញៀវទេហើយអ្នកប្រាជ្ញគាត់និយាយថាយ៉ាតូចៅយាយបានយកអំណោយផ្កាអគិដេរបស់ប្រទេសស៊ុយម៉ូថូខ្ញុំម្ចាស់លើមកថាគាត់បានចូលទៅគាល់ព្រះរាជាកាលពីព្រឹកមិញព្រោះតែរឿងនេះព្រះរាជាសពប្រតិព្រះអង្គតូចចៅយាយជាងគេដូច្នេះគាត់សុំអ្វីក៏បានដែរគាត់មកដំណាក់យើងយ៉ាងចម្លែកបន្ទាប់ពីនោះព្រះអង្គមិនចង់យាងទៅតបន្តិចទេក្រាបទូលទ្រង់លើទៅប៉ុណ្ណេះគាត់ក៏បានស្កាត់បាត់បន្តិចទៅមកទ្រង់ក៏បានយាងទៅពិតមែនអរគ្នាដល់មកការអនុគ្រោះគេបានបោកមួយហើយអ្នកគ្នាមកឃើញគេញញឹមដល់ស្អាតហ្មងហើយទៅពេលហើយមកអ្នកបារាក៏បាននិយាយថាដាក់ត្រង់នេះប្រយ័ត្នផងឈុតត្រង់នោះអ្នកគ្នាខ្ញុំគិតថាគេមហាចំនួនរៀបការទៅអ្នកគ្នានេះចា៎ក៏បាននិយាយថាអង្គម្ចាស់ទី7ទាំងនេះគឺដើម្បីសូមអភ័យទោសទ្រង់ចំពោះរឿងដែលក៏កើតឡើងពីម្សិលមិញទ្រង់ក៏បាននិយាយថាម្ចាស់តូចចៅយាយឆ្លោះពេកហើយខ្ញុំមិននឹងអាចខឹងដោយសាររឿងតិចតួចតែនេះទៅដល់ចៅយាយគាត់បានគិតថាមិនខឹងតែមិនសមមិនដឹងអាណាដកចង់50បន្ទោនេះហើយតមកចាគាត់ក៏បាននិយាយថាខ្ញុំម្ចាស់មិនដឹងអ្វីទាក់ទងនឹងផ្កាទេទើបខ្ញុំម្ចាស់យកវាឲ្យមកត្រូវកន្លែងព្រះអង្គម្ចាស់ទី7ទ្រង់មើលត្រូវស្រឡាញ់ផ្កាណាស់ទ្រង់មកគាត់បានអន្តរបាននិយាយថាមែនហើយអរគុណម្ចាស់ហើយអ្នកគ្នាគាត់គេឡើងអៀនហើយតមកគាត់ក៏បានធ្វើជានិយាយថាមិនអីទេតមកគាត់ក៏បានគិតថានិយាយត្រង់ចុះគេមិនអាក្រក់អីទេហើយពេលញញឹមបែបនេះអ្នកគ្នារបស់យើងមកស្អីតាមហ្នឹងហើយអរគុណអ្នកដែលយកពេលវេលាមកស្ដាប់ពីដល់រហូតដល់ចប់ខ្ញុំអរគុណមែនតើអ្នកគ្នាបាយបាយ